នៅលើផែនទីពិភពលោកច្រកសមុទ្រតៃវ៉ាន់ប្រហែលជាមើលទៅគ្រាន់តែជាផ្ទៃទឹកដ៏ចង្អៀតមួយដែលមានប្រវែងត្រឹមតែ160គីឡូម៉ែត្រខណ្ឌចែករវាងចិនដីគោកនិងកោះតៃវ៉ាន់ប៉ុន្តែនៅក្នុងពិភពពិតច្រកសមុទ្រមួយនេះគឺជាខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់បំផុតមួយនៅលើភពផែនដីវាគឺជាកន្លែងដែលមហាអំណាចពិភពលោកប្រឈមមុខដាក់គ្នាហើយក៏ជាចំណុចក្តៅដែលអាចផ្លាស់ប្ដូរជោគវាសនាសេដ្ឋកិច្ចនិងសន្តិសុខសកលលោកបានគ្រប់ពេលវេលាអស់រយៈពេលជាង70ឆ្នាំមកនេះសំណួរដ៏ផ្ទុយគ្នាយ៉ាងស្រឡះពីរនៅតែបន្តចោទសួរឡើងសម្រាប់អាជ្ញាធរក្រុងប៉េកាំងតៃវ៉ាន់គឺជាខេត្តមួយដែលបានបែកបាក់ហើយត្រូវតែបង្រួបបង្រួមមកវិញទោះជាត្រូវប្រើប្រាស់កម្លាំងយោធាក៏ដោយប៉ុន្តែសម្រាប់ប្រជាជននៅលើកោះតៃវ៉ាន់រដ្ឋរបស់ពួកគេមានរដ្ឋធម្មនុញ្ញមានប្រព័ន្ធបោះឆ្នោតមានកងទ័ពនិងមានលិខិតឆ្លងដែនផ្ទាល់ខ្លួនដែលជាលក្ខណៈសម្បត្តិពេញលេញនៃរដ្ឋអធិបតេយ្យមួយតើអ្វីជាដើមហេតុពិតប្រាកដនៅពីក្រោយការបែកបាក់ដ៏ជ្រាលជ្រៅនេះតើវាជាផលវិបាកនៃសង្គ្រាមស៊ីវិលចិនដែរឬទេតើជាការផ្លាស់ប្ដូរអត្តសញ្ញាណសង្គមឬក៏ជាការប៉ះទង្គិចគ្នារវាងមនោគមប្រជាធិបតេយ្យនិងផ្ដាច់ការដូច្នេះនៅក្នុងវីដេអូនេះយើងនឹងធ្វើដំណើរត្រឡប់ទៅពិនិត្យមើលប្រវត្តិសាស្ត្រជាង1សតវត្សចាប់តាំងពីសម័យកាលនៃអាណានិគមជប៉ុនការប្រយុទ្ធគ្នាយ៉ាងស្រោចឈាមរវាងគណបក្សកុម្មុយនីសនិងបក្សជាតិនិយមរហូតដល់ការផ្លាស់ប្ដូរតៃវ៉ាន់ទៅជាដែនដីប្រជាធិបតេយ្យនិងជាមជ្ឈមណ្ឌលបច្ចេកវិទ្យាពិភពលោកនាពេលបច្ចុប្បន្នទាំងអស់នេះគឺជាសាច់រឿងនៃចំនួនដែលមិនទាន់មានទីបញ្ចប់ឬគល់ប្រវត្តិសាស្ត្រដំបូងនិងអាណានិគមជប៉ុនដើមឡើយកោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរាជវង្សឈីងដែលជារាជវង្សចុងក្រោយនៃចក្រភពចិនចាប់តាំងពីចុងសតវត្សទី17ប៉ុន្តែការផ្លាស់ប្ដូរជោគវាសនាដ៏សំខាន់ដំបូងបង្អស់គឺបានកើតឡើងនៅក្នុងឆ្នាំ1895បន្ទាប់ពីចក្រភពឈីងបានបរាជ័យនៅក្នុងសង្គ្រាមចិនជប៉ុនលើកទី1នៅក្នុងសន្ធិសញ្ញាស៊ីម៉ូណូសេគីរាជវង្សឈីងបានបង្ខំចិត្តប្រគល់អធិបតេយ្យភាពទៅលើកោះតៃវ៉ាន់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អធិរាជជប៉ុនជាស្ថាពរការស្ថិតក្រោមអាណានិគមជប៉ុនរយៈពេល50ឆ្នាំចាប់ពីឆ្នាំ1895ដល់ឆ្នាំ1945បានបង្កើតគម្លាតវប្បធម៌និងសង្គមយ៉ាងជ្រាលជ្រៅរវាងប្រជាជននៅលើកោះតៃវ៉ាន់និងប្រជាជនដីគោកនៅក្នុងអំឡុងពេលដែលចិនដីគោកកំពុងតែជួបប្រទះទៅនឹងភាពវឹកវរនៃការដួលរលំរាជវង្សឈីងសង្គ្រាមបង្កើតសាធារណរដ្ឋនិងការឈ្លានពានពីខាងក្រៅឯកោះតៃវ៉ាន់ប្រែជាទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអប់រំនិងឧស្សាហកម្មតាមបែបទំនើបរបស់ជប៉ុនបទពិសោធន៍ប្រវត្តិសាស្ត្រផ្សេងគ្នានេះបានធ្វើឲ្យប្រជាជនតៃវ៉ាន់ចាប់ផ្ដើមបង្កើតអត្តសញ្ញាណសង្គមមួយដែលខុសប្លែកពីចិនដីគោកសង្គ្រាមស៊ីវិលចិននិងការបែកបាក់ឆ្នាំ1949ក្រោយពេលសង្គ្រាមលោកលើកទី2បានបញ្ចប់ទៅនៅក្នុងឆ្នាំ1945ប្រទេសជប៉ុនបានចាញ់សង្គ្រាមហើយត្រូវបានបង្ខំឲ្យប្រគល់កោះតៃវ៉ាន់មកឲ្យរដ្ឋាភិបាលសាធារណរដ្ឋចិនដែលដឹកនាំដោយលោកចាងខៃជៀកនៃគណបក្សជាតិនិយមគង់មិញតាំងទោះជាយ៉ាងណាក៏ដោយសន្តិភាពនៅលើកោះនេះមិនបានស្ថិតស្ថេរយូរអង្វែងឡើយនៅឯចិនដីគោកសង្គ្រាមស៊ីវិលយ៉ាងសាហាវរវាងគណបក្សគង់មិញតាំងរបស់លោកចាងខៃជៀកនិងគណបក្សកុម្មុយនីសចិនដែលដឹកនាំដោយលោកម៉ៅស៊ីនតុងបានផ្ទុះឡើងជាថ្មីនៅក្នុងឆ្នាំ1949កងទ័ពកុម្មុយនីសរបស់ម៉ៅស៊ីនតុងបានទទួលជ័យជំនះលើសមរភូមិភាគច្រើននៅលើដីគោកហើយបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនដោយមានរដ្ឋធានីនៅក្នុងទីក្រុងប៉េកាំងដោយរងបរាជ័យយ៉ាងធ្ងន់ធ្ងរលោកចាងខៃជៀករួមជាមួយនឹងកងទ័ពនៃមន្ត្រីរាជការនិងប្រជាជនដីគោកប្រមាណ2លាននាក់បានភៀសខ្លួនឆ្លងសមុទ្រទៅកាន់កោះតៃវ៉ាន់នៅទីនោះលោកបានដំឡើងរដ្ឋធានីបណ្ដោះអាសន្ននៅក្នុងទីក្រុងតៃប៉េដោយបន្តប្រើប្រាស់ឈ្មោះសាធារណរដ្ឋចិននិងបានប្រកាសថារដ្ឋាភិបាលរបស់លោកគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់
ដែលតំណាងឲ្យប្រទេសចិនទាំងមូលការនេះបានធ្វើឲ្យពិភពលោកមើលឃើញប្រទេសចិនបែរជាពីរពិតប្រាកដចាប់តាំងពីឆ្នាំ1949មកគឺចិនដីគោគ្រប់គ្រងដោយគណបក្សកុម្មុយនីសនិងតៃវ៉ាន់គ្រប់គ្រងដោយបក្សជាតិនិយមរបបសឹកនិងការផ្លាស់ប្ដូរទៅជាប្រជាធិបតេយ្យនៅតៃវ៉ាន់បន្ទាប់ពីបានភៀសខ្លួនមកកោះតៃវ៉ាន់លោកចាងខៃជៀកបានដាក់ប្រទេសឲ្យស្ថិតនៅក្រោមច្បាប់អាញាសិទ្ធិយ៉ាងតឹងរ៉ឹងបំផុតអស់រយៈពេលជិត4ទសវត្សរ៍នៅក្នុងអំឡុងពេលនោះរដ្ឋាភិបាលកូមីនតាំងបានបង្ក្រាបយ៉ាងចាស់ដៃលើរាល់ចលនាប្រឆាំងឬការទាមទារឯករាជ្យភាពសម្រាប់តៃវ៉ាន់ដោយសារគោលបំណងរបស់លោកចាងកៃជៀកនៅពេលនោះគឺជាការវាយបកយកចិនដីគោកត្រឡប់មកវិញទោះជាយ៉ាងណានៅពេលវេលាកន្លងផុតទៅក្តីសង្ឃឹមនៅក្នុងការវាយបកយកដីគោកវិញបានរលាយបាត់បន្តិចម្ដងហើយការផ្លាស់ប្ដូរជំនាន់ក៏បានកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ1980តៃវ៉ាន់បានចាប់ផ្ដើមលុបចោលច្បាប់អាញាសិទ្ធិនិងបើកផ្លូវឲ្យមានការធ្វើកំណែទម្រង់នយោបាយជាបន្តបន្ទាប់ការបោះឆ្នោតប្រជាធិបតេយ្យសេរីនិងពហុបកជាលើកដំបូងបានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ1990ការផ្លាស់ប្ដូរប្រព័ន្ធដឹកនាំទៅជាប្រជាធិបតេយ្យពេញលេញនេះបានក្លាយទៅជាចំណុចរបត់ដ៏ធំបំផុតមួយព្រោះវាបានធ្វើឲ្យប្រជាជនតៃវ៉ាន់ចំនួនក្រោយៗលែងមានអារម្មណ៍ភ្ជាប់និស្ស័យឬចង់រួមរស់ក្រោមរដ្ឋាភិបាលកុម្មុយនីសនៅពេលកាន់ទៀតហើយពួកគេបានបង្កើតមនសិការជាតិនិងអត្តសញ្ញាណថ្មីមួយដែលផ្ដោតទៅលើតម្លៃសេរីភាពប្រជាធិបតេយ្យនិងសិទ្ធិមនុស្សគោលការណ៍ចិនតែមួយនិងភាពផ្ទុយគ្នានៃមនោគមវិជ្ជាដើមហេតុដ៏សំខាន់មួយទៀតដែលធ្វើឲ្យចំនួននេះមិនអាចដោះស្រាយបានគឺភាពខុសគ្នានៃការបកស្រាយគោលការណ៍នយោបាយអាញាធរប៉េកាំងតែងតែប្រកាន់ខ្ជាប់នៅគោលការណ៍ចិនតែមួយដោយអះអាងយ៉ាងម៉ឺងម៉ាត់ថាកោះតៃវ៉ាន់គឺជាខេត្តមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិនហើយសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឲ្យចិនទាំងមូលប៉េកាំងបានទុកលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាជាជម្រើសចុងក្រោយប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យជាផ្លូវការតែផ្ទុយទៅវិញរដ្ឋាភិបាលនិងប្រជាជនតៃវ៉ាន់យល់ឃើញថាស្ថានភាពជាក់ស្ដែងនៅលើដីគឺតៃវ៉ាន់មានរដ្ឋធម្មនុញ្ញកងទ័ពលិខិតឆ្លងដែនរូបិយវត្ថុនិងប្រព័ន្ធគ្រប់គ្រងផ្ទាល់ខ្លួនដែលជារដ្ឋអធិបតេយ្យមួយរួចទៅហើយទោះបីជាគ្មានការទទួលស្គាល់ជាផ្លូវការពីអង្គការសហប្រជាជាតិក៏ដោយមេដឹកនាំតៃវ៉ាន់ជាច្រើនតែងតែលើកឡើងថាអនាគតរបស់តៃវ៉ាន់ត្រូវតែសម្រេចដោយប្រជាជនតៃវ៉ាន់ខ្លួនឯងប៉ុណ្ណោះឥទ្ធិពលភូមិសាស្ត្រនយោបាយនិងសារៈសំខាន់នៃតៃវ៉ាន់លើឆាកអន្តរជាតិក្រៅពីប្រវត្តិសាស្ត្រនិងនយោបាយទីតាំងភូមិសាស្ត្រនិងសេដ្ឋកិច្ចរបស់តៃវ៉ាន់បានធ្វើឲ្យវិបត្តិនេះក្លាយទៅជាបញ្ហាសន្តិសុខរបស់ពិភពលោកតៃវ៉ាន់ស្ថិតនៅក្នុងខ្សែក្រវ៉ាត់កោះទី1ដែលជាចំណុចយុទ្ធសាស្ត្រយោធាដ៏សំខាន់នៅក្នុងតំបន់ Indo-Pacific ប្រសិនបើចិនអាចគ្រប់គ្រងតៃវ៉ាន់បានប៉េកាំងនឹងមានសមត្ថភាពពង្រីកឥទ្ធិពលយោធាជើងទឹករបស់ខ្លួនទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកដោយផ្ទាល់បន្ថែមពីលើនេះតៃវ៉ាន់គឺជាមជ្ឈមណ្ឌលផលិតបន្ទះឈីបឬ Semiconductor ដ៏សំខាន់បំផុតនៅលើពិភពលោកក្រុមហ៊ុនយក្សតៃវ៉ាន់បានផ្គត់ផ្គង់បន្ទះឈីបទំនើបភាគច្រើនសម្រាប់បច្ចេកវិទ្យាសកលចាប់ពីទូរស័ព្ទដៃឡានអគ្គិសនីរហូតដល់អាវុធយុទ្ធភ័ណ្ឌសង្គ្រាមឬជម្លោះណាមួយនៅច្រកសមុទ្រតៃវ៉ាន់នឹងធ្វើឲ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សេដ្ឋកិច្ចពិភពលោកទាំងមូលយ៉ាងធ្ងន់ធ្ងរសរុបមកការបំបែកខ្លួនឬការរក្សាគម្លាតអភិបាលកិច្ចរវាងតៃវ៉ាន់និងចិនមិនមែនកើតឡើងដោយចៃដន្យឬដោយសារព្រឹត្តិការណ៍នយោបាយតែមួយនោះទេវាគឺជាលទ្ធផលនៃប្រវត្តិសាស្ត្រដ៏ស្មុគស្មាញនិងវែងឆ្ងាយចាប់តាំងពីការកាត់កោះនេះឲ្យទៅជប៉ុនក្នុងឆ្នាំ1895ការបរាជ័យរបស់បក្សជាតិនិយមនៅក្នុងសង្គ្រាមស៊ីវិលឆ្នាំ1949រហូតដល់ការរីកចម្រើននៃប្រព័ន្ធប្រជាធិបតេយ្យដែលបានបង្កើតអត្តសញ្ញាណតៃវ៉ាន់ដាច់ដោយឡែកពីចិនដីគោក
នៅពេលបច្ចុប្បន្នវិបត្តិច្រកសមុទ្រតៃវ៉ាន់បានវិវត្តពីចំនួនស៊ីវិលផ្ទៃក្នុងចិនឲ្យទៅជាសមរភូមិភូមិសាស្ត្រនយោបាយជាសកលទីតាំងយុទ្ធសាស្ត្រនៅក្នុងខ្សែសង្វាក់កោះទី1និងតួនាទីជាអ្នកផលិតបន្ទះឈីបដ៏សំខាន់បំផុតនៅលើពិភពលោកបានធ្វើឲ្យស្ថិរភាពនៅតៃវ៉ាន់ក្លាយទៅជាបេះដូងនៃសេដ្ឋកិច្ចនិងសន្តិសុខអន្តរជាតិខណៈដែលចិនដីគោកនៅតែបន្តបង្កើនសម្ពាធយោធានិងនយោបាយហើយតៃវ៉ាន់ក៏នៅតែបន្តការពាររបៀបរស់នៅតាមបែបសេរីនិងប្រជាធិបតេយ្យរបស់ខ្លួនអនាគតនៃកោះមួយនេះក៏នៅតែជាមេរៀននិងជាល្បែងសឹកដ៏តានតឹងបំផុតមួយវាមិនត្រឹមតែជាការតស៊ូដើម្បីដែនដីនោះទេប៉ុន្តែវាគឺជាការប្រកួតប្រជែងទៅលើតម្លៃនិងប្រព័ន្ធដឹកនាំពិភពលោកនៅក្នុងសតវត្សទី21នេះចា៎អរគុណសម្រាប់ការទស្សនាខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូនេះហើយបើសិនជាមានខុសឆ្គងត្រង់កន្លែងណាមួយសូមខន្តីអភ័យទោសផងចា៎ជួបគ្នានៅវីដេអូក្រោយជម្រាបលា